ជំរាបសួរលោកគ្រូអ្នកគ្រូនេះជាការបង្ហាញពីរបៀបទាញយកព័ត៌មានជាតារាង Excel របស់ថ្នាក់បឋម PLP ចឹងពេលដែលចូលមកដល់ផ្ទះនឹងសូមលោកគ្រូអ្នកគ្រូចុចលើ Profile ហើយយកពាក្យថាគ្រប់គ្រងសិស្សបន្ទាប់មកលោកគ្រូអ្នកគ្រូនឹងឃើញផ្ទាំងសិស្សឈ្មោះសិស្សហើយលោកគ្រូអ្នកគ្រូសូមកលេចទៅមើលខាងលើគឺមានពាក្យថាទាញទិន្នន័យទាញយកទិន្នន័យអញ្ចឹងសូមចុចលើប៊ូតុងនឹងមកអញ្ចឹងលោកគ្រូអ្នកគ្រូនឹងទទួលបានជា file Excel មួយហើយលោកគ្រូអ្នកគ្រូចុចលើ file នឹងមកនឹងចេញជាតារាងឲ្យលោកគ្រូអ្នកគ្រូហើយចាវីដេអូក៏មានតែប៉ុណ្្នឹងទេហើយនឹងមានវីដេអូជាបន្តទៀតសូមអរគុណលោកគ្រូអ្នកគ្រូដែលបានទស្សនាវីដេអូសូមអរគុណ